នៅក្នុងថ្ងៃនេះខ្ញុំបានទទួលសាច់រឿងមួយមកពីបងប្រុសម្នាក់សាច់រឿងមួយនេះគឺមានសភាពប្លែកមែនតើខុសពីអ្វីដែលខ្ញុំធ្លាប់ដឹងព្រោះអ្វីដែលខ្ញុំធ្លាប់ដឹងហ្នឹងមិនមែនមានន័យថារឿងហ្នឹងខ្ញុំអត់ដែលឮទេតែជាប្រតិកម្មរបស់បងប្រុសផ្ទាល់តែម្ដងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថានៅលើโลกហ្នឹងក៏មានមនុស្សបែបហ្នឹងដែរណាហើយខ្ញុំសូមសរសើរបងប្រុសដោយស្មោះអរពីចិត្តអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមរយៈសម្លេងរបស់ខ្ញុំអាចនាំបងប្អូនទាំងអស់គ្នាចូលទៅរស់នៅក្នុងស្ថានភាពរបស់បងប្រុសថាតើគាត់បានជួបរឿងអ្វីខ្លះថាតើពិស្ដារនៃសាច់រឿងនេះទៅជាយ៉ាងណាម្ចាស់សាច់រឿងដែលបានចែករំលែកមកកាន់កម្មវិធីជាអ្វីគឺជាមនុស្សប្រុសហើយជាមនុស្សម្នាក់ដែលមានញាណពិសេសតែគាត់មិនអាចមើលឃើញទេមានន័យថាបើសិនជាមានអវិញ្ញាណឬក៏អមនុស្សនៅក្បែរគាត់នឹងទទួលដឹងថាជាប្រុសជាស្រីរូបសន្តានបែបណាកម្ពស់បែបណាគឺគាត់អាចទទួលដឹងតែម្ដងរឿងហេតុដែលគាត់បានចែករំលែកគឺកើតឡើងនៅក្នុងឆ្នាំ2018គាត់មានប្អូនធေါ်គាត់ម្នាក់គឺជាមនុស្សស្រីដែលរាប់អានគ្នាចិត្តដិតមែនតើនៅថ្ងៃមួយកំពុងតែធ្វើការនៅក្នុងផ្ទះកំពុងតែចុចទូរស័ព្ទលេងអីចឹងទៅស្រាប់តែប្អូនស្រីរបស់គាត់បានតាក់ទងមកកាន់គាត់បានឃើញលេខទូរស័ព្ទហ្នឹងហើយមិនអែអន់យូរគាត់ក៏បានលើកលេខទូរស័ព្ទមួយនោះនៅពេលដែលគាត់លើកប្អូនស្រីរបស់គាត់ក៏សួរណាទៅរបៀបថាបងអើយបងឯងនៅណាលាក់នឹងលាក់កំពុងតែធ្វើអីក្រោយពីគាត់ប្រាប់ពីសកម្មភាពរបស់គាត់ហើយគាត់ថាឥឡូវបងឯងទៅណែអត់គាត់ក៏សួរថាទៅណែតាទៅណាមែនជាចម្លើយរបស់ប្អូនស្រីរបស់គាត់វិញគឺប្អូនស្រីរបស់គាត់បានស្នើសុំឲ្យគាត់ហ្នឹងក៏ដល់ប្អូនស្រីគាត់ហ្នឹងទៅចូលរួមពិធីបុណ្យសពរបស់បងប្រុសធម៌របស់គាត់បញ្ជាក់ផងដែរថាបងប្រុសធម៌ម្នាក់នេះជាមួយនឹងម្ចាស់សាច់រឿងគឺអត់ស្គាល់គ្នាទេចឹងដើម្បីឲ្យងាយស្រួលស្ដាប់ប្អូនស្រីគឺជាមនុស្សកដាលប្អូនស្រីមានបងធម៌ដែលជាម្ចាស់សាច់រឿងក៏មានបងធម៌ម្នាក់ទៀតជាបុគ្គលដែលបានស្លាប់បាត់បង់ជីវិតនឹងផងដែរហើយបងធម៌ទាំងពីរនាក់នេះគឺអត់ស្គាល់គ្នានោះទេប៉ុន្តែទំនាក់ទំនងរវាងប្អូនស្រីជាមួយនឹងម្ចាស់សាច់រឿងដែលជាបងធម៌និងបងធម៌ដែលស្លាប់បាត់បង់ជីវិតនឹងគឺមានសភាពស្អិតរមួតដូចគ្នារបៀបថាបងធម៌ពីរប៉ាក់អញ្ចឹងទៅគាត់ឮដំណឹងហើយគាត់រៀងឆ្ងល់ដែរថាគ្រាន់តែចូលបន់សពសោះណាមួយទៀតគាត់ក៏មិនដែរស្គាល់ថាតើបងធွာនៅខាងក្រៅនឹងរៀងមិនរៀងហៅអីដែរច្រើនណាស់បងអូនស្រីគាត់ធ្លាប់តែបង្ហាញរូបថតធ្លាប់អីឲ្យគាត់តែដឹងឮនឹងថាម្នាក់នឹងជាបងធွာសូម្បីតែទំនាក់ទំនងម្ដងក៏គាត់មិនដែរហេតុអ្វីទៅបានបងអូនរបស់គាត់បបួលគាត់នេះឲ្យទៅចូលរួមបន់សពតែទោះជាយ៉ាងណាក្នុងន័យស្រឡាញ់ក្នុងន័យរាប់អានគាត់ក៏បានឯកភាពគាត់បានទៅមុជទឹកផ្លាស់កៅអៅស្វែងរកកៅអៅពណ៌សខោពណ៌ខ្មៅលាក់នឹងលាក់តនុយហើយឡើងមកស្អាតមករៀបចំខ្លួនចាប់សពគ្រប់បងអូនស្រីធွာរបស់គាត់បានមកដល់មុខផ្ទះគាត់ល្មមគាត់បានតាក់ទងទៅបងប្រុសហើយបងប្រុសបានចុះពីលើផ្ទះឡើងឡានទៅជាមួយនឹងបងអូនស្រីរបស់គាត់បញ្ជាក់ផងដែរថានៅពេលនេះគឺរៀងរសៀលហើយនៅពេលដែលគាត់បានឡើងទៅលើឡានភ្លាមនៅតាបឡូខាងមុខឡានបងអូនស្រីរបស់គាត់មានសបកក្រូចថ្លុងនិងស្លឹកកទឹមគាត់ឃើញចឹងក៏គាត់ចាប់អារម្មណ៍ក្នុងចិត្តប្រហែលជាទុកដេញវិញ្ញាណទុកដេញឧបទ្រពយ៉ាងไรមិនឲ្យទៅតាមហើយមើលទៅគាត់ក៏មិនលើកអានឹងទៅជាការនិយាយលេងក៏មិនសួរដេញដោលឲ្យដែរព្រោះគាត់ដឹងដែរតាមទំនៀមទម្លាប់ឲ្យរឿងក្រូចថ្លុងឲ្យរឿងស្លឹកកទឹមហ្នឹងគឺទុកលៀងឧបទ្រពយ៉ាងไรហ្នឹងហើយណាមួយទៀតគាត់ក៏មិនចង់លោលេងព្រោះប្អូនរបស់គាត់នឹងស្រឡាញ់បងធွာម្នាក់នោះដូចស្រឡាញ់គាត់ដែរហើយគាត់កំពុងតែជប់ទុកនៅក្នុងកំឡុងពេលធ្វើដំណើរសម្រាប់ប្អូនស្រីរបស់គាត់បាននិយាយថាអញ្ចឹងពេលនៅជាមួយគាត់ក៏មិនមានអត្តចរិតណាដែលកាចអត្តចរិតណាដែលឆ្នះដែលញញដែលខុសធម្មតាដែលក្តៅក្រហាយគឺឲ្យតែនៅជុំគ្នាជាមួយគាត់គឺតែងតែសប្បាយរីករាយរហូតប៉ុន្តែទាស់ត្រង់ថានៅពេលដែលធ្វើដំណើរចេញពីផ្ទះរបស់គាត់តម្រង់ទៅពិធីបុណ្យសពហ្នឹងគាត់ប្រាប់ថាប្អូនស្រីរបស់គាត់បង្ហាញអាការៈខុសប្រក្រតីរបៀបម៉េចគាត់ចាប់ផ្ដើមប្រែខុសធម្មតាអាកប្បកិរិយារបស់គាត់បង្ហាញចេញមកក្រៅរបៀបថាតាមធម្មតាបើមានម៉ូតូណាមួយដែលជិះកាត់ពីមុខគាត់អីចឹងទៅវឹងឆាបមុខគាត់អីចឹងណាគាត់មិនដែលជេរឬក៏ដាក់បដាសាគេទេគឺគាត់ច្រើនណាស់ភ្ញាក់អីចឹងទៅក៏មិនដែលនិយាយពីអីអាក្រក់ក៏មិនដែលនិយាយទៅគាត់ជាមិនជាមនុស្សក្តៅប៉ុន្តែនៅក្នុងថ្ងៃហ្នឹងអាកប្បកិរិយារបស់គាត់លក្ខណៈថាបើមានម៉ូតូណាឆាបជេរបដាសាគេរបៀបទេហើយប្រញាប់ទៅងាប់មែនរបៀបចឹងណាក្នុងករណីហ្នឹងខ្លាចជាមនុស្សម្នាក់ដែលមួម៉ៅខ្លាំងមែនទែនធ្វើអីក៏ទាស់ទៅគេពេញផ្លូវអ្នកឈប់ស្តុបទៅយ៉ាងយឺតតិចក៏គាត់ស្ដីឲ្យក៏គាត់និយាយទៅដែលធ្វើជាអកប្បកិរិយាមួយដែលក្តៅក្រហាយខ្លាំងដែលធ្វើឲ្យម្ចាស់សាច់រឿងនេះគាត់អង្គុយឡើងរឹងខ្លួនតែនៅក្នុងចិត្តម្ចាស់សាច់រឿងគាត់ប្រហែលជាយល់ថាប្អូនស្រីទៅតែបាត់បងធွာដែលជាទីស្រឡាញ់ហ្នឹងអញ្ចឹងអារម្មណ៍របស់គាត់មិនសូវល្អអញ្ចឹងប្រោយទៅតាមគាត់ទៅគាត់ព្យាយាមរក្សាភាពស្ងប់ស្ងៀមក្នុងចិត្តមួយក៏គិតថាប្រហែលជាខឹងអ្នកណាមកពីណាអីដឹងអញ្ចឹងនៅស្ងៀមទៅតែក្នុងចិត្តរបស់គាត់មួយទៀតក៏បានបង្ហាញប្រាប់គាត់ថាដូចជាមានអ្វីខុសធម្មតាតែខុសធម្មតាបែបណាគាត់មិនដឹងតែដឹងថាវាខុសប្រក្រតីពួកគាត់បានធ្វើដំណើរបន្តរហូតមកដល់រោងបុណ្យសពខ្ទង់ប្រហែលជា6 កន្លះ 7 យប់ពិធីបុណ្យសពទាំងមូលគឺធ្វើតាមបែបផែនបងប្អូនប្រពៃណីជនជាតិចិនពួកគាត់ទាំងពីរបានទៅដល់ហើយពលុតឡានដើរចូលរោងសាពះក៏ពោលទៅក្រុមគ្រួសារនៃសពថាសូមចូលរួមរំលែកទុក្ខផងឡាននឹងឡាហើយពួកគាត់ក៏តម្រង់ដើរទៅចំណុចក្តាមជុះដែលគេតម្កល់នៅក្នុងផ្ទះដោយមានរូបថតបងប្រុសធွာរបស់ប្អូននឹងនៅចំពីមុខដើម្បីឲ្យធូបក្រាបសំពះគាត់បានដើរទៅដល់ហើយដើរទៅដល់កន្លែងចំពីមុខរូបថតនឹងតែម្ដងនៅពេលនោះបងប្រុសម្ចាស់សាច់រឿងគាត់នៅឈរនៅគៀននឹងទេ
ប្អូនស្រីរបស់គាត់ក៏លុតជង្គង់ក្រាបថ្វាយបង្គំហើយក៏ទាញធូប2ចំណែកយកមកអុជរួចហើយក៏បកគោលមួយចំណែកទៅឲ្យបងប្រុសម្ចាស់សាច់រឿងត្រង់ចំណុចមួយនេះជាកັບកិរិយាខុសប្រក្រតីរបស់គាត់ដូចគ្នាគាត់នៅពេលដែលបានទទួលធូបហើយគាត់មិនបានអង្គុយឬក៏ប៉ែនភ្នែនឬក៏លុតជង្គង់សំពះវិញ្ញាណក្ខន្ធនៃសាកសពនោះទេគឺគាត់បានត្រឹមតែឈរឲ្យរបៀបថាថ្វាយបង្គំរបៀបឈរ3ដងហើយក៏ហុចឲ្យប្អូនស្រីរបស់គាត់ស្ដាប់មើលមកហាក់ដូចជាខ្វះសុជីវធម៌ទៅឯបងប្អូនរបស់គ្នាស្ដាប់មកឆ្លើយហ្មងរបៀបថាហើយមិនក៏មិនមកដល់កន្លែងស្លាប់អីស្គាល់មិនស្គាល់ក៏ត្រូវតែលុតជង្គង់ថ្វាយបង្គំគេដែរជាការគោរពដល់វិញ្ញាណក្ខន្ធសាកសពជាការគោរពដល់អ្នកស្លាប់ហើយនេះគឺជាការជួបចុងក្រោយរបស់ភ្ញៀវណាក៏ដោយដែលមកដល់នៅក្នុងរោងពិធីមួយហ្នឹងត្រូវឯបងប្អូនប៉ុន្តែសម្រាប់គាត់វិញអ្នកដតីអាចថាគាត់ឆ្លើយចំពោះគាត់មានអារម្មណ៍ថាមានខ្មោចស្រីស្លៀកសកំពុងតែអង្គុយនៅលើក្តាមជុះសក់វែងមែនទែនវែងរហូតទៅដល់ដីតែម្ដងដែលកំពុងតែអង្គុយនៅលើក្តាមជុះសម្លឹងមើលមកកាន់ពួកគាត់ក៏ដូចជាភ្ញៀវដែលចូលរួមនៅក្នុងកម្មវិធីហ្នឹងដែរគាត់បានប្រាប់ថាអញ្ចឹងទស្សនភាពប្អូនគាត់ដែលលុតជង្គង់ថ្វាយបង្គំមិនមែនជាទស្សនភាពមួយដែលប្អូនគាត់គោរពបងធម៌ទេតែវាហាក់ដូចជាការលុតជង្គង់និងគោរពទៅដល់ខ្មោចស្រីកំពុងតែអង្គុយនៅលើក្តាមជុះហ្នឹងឯងគាត់មានអារម្មណ៍បែបហ្នឹងគាត់ដឹងថាមានខ្មោចអង្គុយនៅលើហ្នឹងដូច្នេះហើយទើបបានគាត់ជ្រើសរើសមិនលុតជង្គង់ព្រោះថាហេតុអ្វីទើបខ្ញុំត្រូវលុតជង្គង់សំពះខ្មោចដែលខ្ញុំមិនដឹងពីរឿងរ៉ាវដើមតងទាល់តែសោះគាត់ដឹងត្រង់ចំណុចហ្នឹងគាត់ក៏ហុចធូបឲ្យប្អូនរបស់គាត់យកទៅដល់នៅកំពង់ជើងធូបប្អូនរបស់គាត់មើលមកគាត់របៀបថាមិនក៏អត់លុតជង្គង់អញ្ចឹងប៉ុន្តែក្នុងទស្សនវិជ្ជាមួយក៏គាត់អាចយល់បានដែរថាខែលុំមិនដែលស្គាល់គ្នាអញ្ចឹងទៅបានមកជាមួយគ្នាហ្នឹងវាល្អសំប្រកបពេកហើយអញ្ចឹងប្អូនស្រីរបស់គាត់ក៏មិនមានបញ្ហាអីដែរហើយក៏ទទួលធូបពីដៃរបស់បងប្រុសម្ចាស់សាច់រឿងយកមកដល់នៅកំពង់ជើងធូបនៅពេលដែលដោតហើយប្អូនស្រីបាននាំម្ចាស់សាច់រឿងចូលទៅតុដើម្បីស្រស់ស្រូបអាហារដើរចូលដល់តុអង្គុយមិនទាន់បានក្តៅគូតផងអង្គុយមិនទាន់បានមុខម្ហូបបបរឬក៏អាហារពេលល្ងាចបានលើកមកដល់ផងអង្គុយបានតែមួយផ្លែតែប៉ុណ្ណោះសឹងតែទឹកនឹងបើកមិនទាន់ផងប្អូនស្រីរបស់គាត់ក៏កេះប្រាប់គាត់ថាចេះបងមិនយើងចេញទេគាត់ក៏សួរថាហើយមិនចេញលឿនម៉េចគ្រាន់រាប់អានគ្នាខ្លាំងហ៎គ្រាន់បងធေါ်បងឯងអត់ចង់កដោរោងអីបន្តិចទេគ្រាន់ស្គាល់គ្រួសារនៃអ្នកស្លាប់ដែរហើយមិនក៏ចេញមកម៉េចមិនក៏មិននឹងកដោរោងតិចទៀតទៅយ៉ាងហោចណាស់ក៏ញ៉ាំអីឲ្យបានមួយម៉ាត់ពីរម៉ាត់ជាការគួរសមជាការកដោរោងតែនេះគឺទាញចេញមកភ្លាមតែម្ដងបងស្រីរបស់គាត់នៅតែកែប្រាប់ថាអត់ទេតោះយើងទៅគាត់ឃើញទស្សនវិជ្ជារបស់ប្អូនធေါ်របស់គាត់បែបហ្នឹងគាត់ក៏មិនជឿក្បាយដែរគាត់ក៏ថាតោះចឹងក៏បានដែរគាត់ក៏យល់ព្រមចាក់ចេញពួកគាត់ទាំងពីរនាក់បានដើរចេញពីរោងសំតម្រង់ទៅឡានពួកគាត់ឡើងដល់ឡានប្អូនរបស់គាត់ក៏យាយចេញមួយរំពេចនៅលើឡានប្អូនស្រីរបស់គាត់បានដំណើរប្រាប់ពីមូលហេតុដែលបងធေါ်របស់គាត់ស្លាប់ប្អូនស្រីរបស់គាត់បានប្រាប់ថាគឺមានខ្មោចស្រីតោងទាមចង់យកជីវិតរបស់បងរបស់គាត់ចាប់ផ្ដើមព្យាយាមកាត់យកតែម្ដងក្រុមគ្រួសារសពព្យាយាមទៅរកគ្រូហើយរកគ្រូខ្លាំងប្រមាណអ្នកតាំងពីឃើញខុសប្រក្រតីមកម៉េះតាំងពីឃើញអាកប្បកិរិយារបស់គាត់របៀបខ្មោចកាច់គាត់គេងមើលមកមាចាប់ផ្ដើមធ្លាក់ខ្លួនឈឺចាប់ផ្ដើមអ្នកខ្លះក៏អាចដល់ stroke អីចឹងណាឃើញទស្សនវិជ្ជាខុសប្រក្រតីការធ្លាក់ខ្លួនឈឺខុសប្រក្រតីសតិអារម្មណ៍របស់បងធម៌របស់គាត់នឹងខុសប្រក្រតីចាប់ផ្ដើមមើលមកមាក្រុមគ្រួសារនៃសាកសពហ្នឹងបានទៅរកគ្រូច្រើនអ្នកហើយដើម្បីព្យាយាមដោះស្រាយប៉ុន្តែមិនមានគ្រូណាម្នាក់អាចដោះស្រាយបានឡើយក៏មិនមានគ្រូណាម្នាក់អាចចរចាជាមួយខ្មោចស្រីនោះដែរគាត់លឺដំណឹងបែបហ្នឹងហើយគាត់រៀងភ្ញាក់ព្រឺតវាស្មើនឹងទូទាត់ជាមួយនឹងអារម្មណ៍របស់គាត់ដែលគាត់ទទួលបាននៅពេលដែលឈរទទួលធូបនោះគឺពិតជាមានខ្មោចស្រីមែនអញ្ចឹងហើយអារម្មណ៍របស់គាត់នេះមិនមែនគ្រាន់តែជាអារម្មណ៍ទេតែវាគឺជាការពិតត្រឹមចំណុចនេះគាត់ក៏សួរប្អូនស្រីរបស់គាត់ថាចេះហើយគិតថាមូលហេតុអីទើបបានគេកាច់បងប្រុសហ្នឹងទៅមកពីដើមហេតុអីផ្សេងទៀតហ្នឹងប្អូនស្រីរបស់គាត់មិនឆ្លើយនឹងសំណួរហ្នឹងទេតិចវេះនឹងសំណួរមួយហ្នឹងតែចាប់ផ្ដើមជេរខ្មោចមីខ្មោចស្រីនាងឯងនឹងស្លាប់ហើយមិនក៏យកបងគាត់ជាមនុស្សល្អណាស់គាត់ស្រឡាញ់បងគាត់ណាស់មិនបានចង់បញ្ចប់មិនក៏កាច់យកឡានរបៀបថាដាក់ទំនាយដាក់ដដាសាសូមឲ្យនាងឯងស្លាប់ហើយជាខ្មោចហើយតៃហុងបតង់ទៀតអញ្ចឹងទៅវាជាការដាក់បដាសាវាជាការដាក់ទំនាយខ្លាំងយកតែមែនតើរហូតដល់ដាក់ទំនាយមិនឲ្យខ្មោចនឹងចាប់ចិត្តជាដើមឡាអញ្ចឹងរាល់ពាក្យរបស់គាត់គឺជាពាក្យក្តៅក្រហាយគឺជាពាក្យដែលសាហាវបងប្រុសម្ចាស់សាច់រឿងបានឮសម្ដីរបស់ប្អូនគាត់ហើយក៏ព្យាយាមរងាប់អារម្មណ៍របស់ប្អូនគាត់ថាអូនឯងទៅចាក់ចិត្តស្ដាប់គាត់សិនណាពេលខ្លះយើងមិនទាន់ដឹងហេតុទេកុំអាលសន្មតថារឿងរ៉ាវហ្នឹងគឺជាកំហុសរបស់ខ្មោចស្រីហ្នឹងឬក៏ជាកំហុសរបស់អ្នកគេម្ខាងត្រឹមតែស្ដាប់គាត់បញ្យល់តែប៉ុណ្្នឹងគាត់និយាយបានតែប៉ុណ្្នឹងឯងស្រាប់តែគាត់មានអារម្មណ៍ថាមានមនុស្សស្រីម្នាក់កំពុងតែអង្គុយនៅចំពីក្រោយខ្នងគាត់តែម្ដងទាំងនៅក្នុងឡាននេះគឺគាត់ជិះតែ2នាក់តែប៉ុណ្ណោះត្រឹមតែដឹងវត្តមានរបស់មនុស្សស្រីម្នាក់អង្គុយនៅក្រោយឡានរបស់គាត់នេះនឹងអង្គុយកៅអីក្រោយនេះស្រាប់តែម្នាក់ស្រីនោះបានយកដៃមកងែលក្បាលរបស់គាត់ងែលសក់របស់គាត់ហើយក៏លូកដៃទាំងពីរហ្នឹងមកអោបគាត់មានអារម្មណ៍ថាព្រឺសម្បល់ខ្លាំងមែនទែនគាត់មានអារម្មណ៍ថាព្រឺរងាខុសធម្មតាគឺខុសធម្មតាខ្លាំងណាស់គ្រាន់តែទទួលអារម្មណ៍ខុសប្រក្រតីនៃបរិយាកាសនៅក្នុងខ្លួនរបស់គាត់ភ្លាមគាត់បានស្ទុះទៅយកសបកក្រូចថ្លុងមកញីមុខញីមាត់ធ្វើមិនអាចឲ្យថាញីមុខញីមាត់ញីដៃញីជើងញីខ្លួនញីអស់កុំឲ្យជាពាក់ជាពិនជាមួយខ្មោចស្រីនឹងជាដើមឡើយគាត់មិនហ៊ានមាត់អ្វីទាំងអស់ព្រោះនៅពេលនេះគាត់មិនដឹងថាតើវិញ្ញាណនេះមកប៉ះពាល់គាត់នៅក្នុងគោលបំណងណា
តែជាគោលបំណងអ្វីជាគោលបំណងល្អឬគោលបំណងអាក្រក់គោលបំណងអាក្រក់ក្នុងករណីដែលគាត់បានលើកប្រធានបទតាក់ទិនអំពីខ្មោចស្រីហ្នឹងឬក៏គោលបំណងល្អចង់រាប់អានជាមួយគាត់ដោយសារតែសម្ដីរបស់បងប្រុសម្ចាស់សាច់រឿងហាក់ដូចជាកាន់ដៃកាន់ជើងជាមួយនឹងខ្មោចស្រីហ្នឹងមិនបានទម្លាក់កំហុសទៅលើខ្មោចស្រីមួយហ្នឹងអញ្ចឹងនៅក្នុងពេលនេះគឺជាអារម្មណ៍ច្បុកច្បល់ថាតើមកធ្វើស្អីខ្ញុំធ្វើស្អីអ្នកឯងតែនៅក្នុងចិត្តគាត់មួយទៀតក៏គាត់មានអារម្មណ៍ថាចេះគាត់ដូចអត់មានអារម្មណ៍ថាគេមានបំណងមិនល្អសម្រាប់គាត់នោះទេបើសិនជាមានបំណងមិនល្អសម្រាប់គាត់នឹងទទួលដឹងភ្លាមតែនេះត្បិតថាគាត់ព្រឺរងាមែនតែអារម្មណ៍ដែលគាត់មានមួយទៀតគឺគេអត់ធ្វើអីយើងត្រឹមចំណុចនេះគាត់មិនឲ្យប្អូនគាត់ជីត្រឡប់ទៅផ្ទះទេគាត់បានប្រាប់ទៅកេះទៅប្រាប់ប្អូនគាត់ណាប្រាប់ថាចេះឥឡូវចេះទៅមិនបាច់ជូនបងទៅផ្ទះទេជូនបងតលាក់កន្លែងនេះទៅបងមានការធ្វើអីនៅកន្លែងនេះបន្តិចជួបណាគេបន្តិចឬក៏ត្រូវទិញអីវ៉ាន់បន្តិចរបៀបអញ្ចឹងហើយឲ្យប្អូនគាត់នឹងជិះទៅផ្ទះខ្លួនឯងទៅក្នុងគម្រោងរបស់គាត់គឺគាត់មិនចង់បន្តជិះជាមួយនឹងប្អូនគាត់ទៀតព្រោះវិញ្ញាណនេះតាមអ្នកណាគេឲ្យពិតប្រាកដតិចតាមគាត់ទៅវាមិនវីវចឹងក្នុងករណីហ្នឹងហើយដែលគាត់ជ្រើសរើសទីតាំងមួយយកលេសមួយឲ្យប្អូនគាត់តម្លាក់ហើយគាត់ឲ្យអ្នកផ្សេងមួយទៀតអ្នកផ្ទះរបស់គាត់ដើម្បីមកយកគាត់ពីទីតាំងមួយហ្នឹងត្រឡប់ទៅផ្ទះវិញពេលគាត់ចុះទៅដល់ទីតាំងកំណត់ដែលឲ្យប្អូនរបស់គាត់តម្លាក់ហើយគាត់ក៏ទេទៅឲ្យគេមកយកគាត់ពិតប្រាកដមែនពេលគាត់ទៅដល់ផ្ទះកន្លែងនេះខ្ញុំសូមបញ្ជាក់ផងដែរថាសោដែលគាត់កាន់ចាក់ចូលផ្ទះនៅពេលនេះរៀនជប់ទៅហើយតាមរបៀបរបបក្រុមគ្រួសាររបស់គាត់គឺតែងតែចាក់សោលបងដូច្នេះហើយសមាជិកក្រុមគ្រួសារនីមួយតែងតែមានសោរៀងខ្លួនសោដើមសោសិនណាគឺនៅក្រុមគ្រួសាររបស់គាត់ហើយគាត់កាន់សោចម្លងជាទម្លាប់សោរបស់គាត់ចាក់មិនងាយចូលនោះទេចាក់មិនក៏មិនត្រូវដែរចាក់លក្ខណៈថាតតាសរេងគេអង្គបន្តិចឡើងលឿនបន្តិចចុះក្រោមបន្តិចទម្រាំតែចាក់ចេញចាក់យ៉ាងតិចណាស់ក៏ 4-5 ដងដែរនេះគឺជាស្ថានភាពសោផ្ទះរបស់គាត់បញ្ជាក់ណាហើយបរិបទមួយនេះការចាក់មិនចូលនេះគឺជារៀងរាល់ថ្ងៃកាន់ខែកាន់ឆ្នាំមកហើយមិនដែលម្ដងណាដែលគាត់ចាក់ម្ដងហើយចូលទេគឺមិនដែលដាច់ខាតបញ្ជាក់កន្លែងហ្នឹងគាត់មកដល់ផ្ទះភ្លាមគាត់កាន់សោរបស់គាត់សោកូពីឈរនៅមុខទ្វារដែលកំពុងតែចាក់សោហ្នឹងនៅពេលហ្នឹងដឹងថាគាត់ធ្វើមិនទេបងប្អូនគាត់បានបិទភ្នែកអធិដ្ឋានតើអធិដ្ឋានទៅអ្នកណាគាត់បាននិយាយថាចាគាត់បានបិទភ្នែកហើយពោលថាបើអ្នកឯងមានពិតសូមឲ្យខ្ញុំចាក់សោហ្នឹងតាមម្ដងគឺបើកបានសម្រេចនៅពេលដែលគាត់បានពោលពាក្យមួយម៉ាត់នឹងចប់គាត់បានបើកភ្នែកហើយលូកដៃទៅចាក់សោចាក់តែម្ដងគត់សោនោះគឺបើកបានពិតប្រាកដមែនគាត់ស្រឡាំងកាំងមែនតែនទាំងគាត់ដឹងច្បាស់ពីលក្ខន្តិកៈពីកលៈទេសៈរបស់សោរបស់គាត់រាល់ថ្ងៃកាន់ខែកាន់ឆ្នាំហើយចាក់យ៉ាងហោចណាស់ 4-5 ដងមិនដែលសូម្បីម្ដងចាក់ម្ដងបើកចេញតែនេះគាត់គ្រាន់តែអធិដ្ឋានគាត់លូកដៃភ្លាមគាត់ចាក់សោនោះបើកចេញភ្លាមមួយរំពេចត្រឹមចំណុចនេះអារម្មណ៍របស់គាត់ពេលនេះគឺដឹងហើយថាអូតាមខ្ញុំម្នាក់ស្រីនេះមកតាមតាគាត់មានអារម្មណ៍កាន់តែភ័យខ្លាំងទៅព្រោះមិនដឹងពីសាវតារបស់ខ្មោចស្រីនឹងតែខ្មោចស្រីនេះចង់ធ្វើអ្វីជាមួយគាត់ចាប់ផ្ដើមញីញ័រគាត់ព្យាយាមរងាប់អារម្មណ៍ហើយដើរចូលទៅក្នុងផ្ទះគាត់រៀបចំខ្លួនញ៉ាំបាយហើយក៏ចូលគេងនៅយប់នោះយប់តែមួយគឺគាត់ទទួលបានសុបិននិមិត្តមួយនៅក្នុងសុបិននិមិត្តនេះគាត់បានឃើញខ្លួនឯងឈរនៅលើដីវាលដ៏ធំល្វឹងល្វើយមានដើមអាកាសយ៉ាមួយធំប្រហែលប៉ុនកពួនដៃនៅចំដោះឆ្កុយតែឯងណានៅកណ្ដាលវាលនឹងតែម្ដងស្រាប់តែពេលនោះមាននារីម្នាក់ស្លៀកពាក់ដូចជាអ្នកមានផុសចេញពីដើមឈើមួយហ្នឹងមកញញឹមដាក់គាត់ត្រឹមតែប៉ុណ្្នឹងគាត់ក៏ដឹងខ្លួនពីដំណេកគាត់មើលម៉ោងមិនទាន់ភ្លឺនៅឡើយទេកំពុងតែស្ថិតនៅក្នុងពាក់កណ្ដាលអត្រាននៅឡើយនៅក្នុងចិត្តរបស់គាត់ពេលនេះគាត់ចាំយល់សពនឹងទាំងអស់ហើយហាក់ដូចជាមានអារម្មណ៍ដឹងថាអ្នកដែលតាមគាត់នឹងគឺជាអ្នកណាពលគឺជាវិញ្ញាណដែលស្ថិតនៅក្នុងដើមអាកាសយ៉ាមួយហ្នឹងគាត់បានសង្ងំគេងវិញស្រាប់តែគាត់ទទួលបានសុបិននិមិត្តតទៅទៀតគាត់បានឃើញបងប្រុសដែលជាបងធររបស់ប្អូនរបស់គាត់ហ្នឹងកំពុងតែរត់មិនដឹងថារត់ចេញពីអ្វីតែជើងទាំងគូរបស់គាត់បានជាប់នឹងច្រវាក់នោះគឺតភ្ជាប់ជាមួយនឹងលោកតានិងលោកយាយមួយគូទៀតដែលកំពុងតែរត់ជាមួយគាត់តាមទិសដៅតែមួយកំពុងតែឃើញនៅក្នុងសុបិនមួយនេះគាត់មិនអាចធ្វើអ្វីបានក្រៅអំពីឈរថ្មឹងមើលសកម្មភាពទាំងអស់កំពុងតែឈរមើលឃើញ3អ្នកនឹងកំពុងតែរត់នោះស្រាប់តែមានវិញ្ញាណស្រីម្នាក់សក់កន្ទ្រើងដូចបិសាចអញ្ចឹងប្រឡាក់សិតតែឈាមស្លៀកពាក់សមុខអាក្រក់មែនទែនកំពុងតែហោះដេញអ្នកទាំង3ហ្នឹងលោកតាលោកយាយដែលកំពុងតែរត់មួយហ្នឹងហាក់ដូចជាដឹងថាអូបើរត់ទៅទាំង3អ្នកហ្នឹងគឺរត់អត់រួចទេអញ្ចឹងហើយពួកគាត់បានកាត់ជើងពួកគាត់ចោលបានអាជើងជាប់ច្រវាក់ហ្នឹងកាត់ចោលទាំងអស់ហ្មងអាជើងណាដែលជាប់ច្រវាក់គឺកាត់ទាំងអស់ទាំងលោកយាយទាំងលោកតាកាត់ដោយវិធីណាគឺគាត់មិនដឹងតែគាត់ដឹងត្រឹមថាជើងហ្នឹងគឺដាច់ចេញមករបូតច្រវាក់ចេញពីជើងដើម្បីឲ្យបងប្រុសធွာរបស់ម្ចាស់សាច់រឿងហ្នឹងរត់ឲ្យផុតតែជាអកុសលគឺរត់អត់ផុតនោះឡើយវិញ្ញាណនោះបានហោះដេញទាន់ហើយបានខំបានចាប់បានទាញវិញ្ញាណរបស់បងប្រុសធွာរបស់ប្អូនស្រីរបស់គាត់នឹងជាប់តែម្ដងហើយទាញយកទៅវិញត្រឹមតែចំណុចនេះគាត់ក៏បានក្រោកពីសបិនម្ដងទៀតទាំងភ័យរន្ធត់បេះដូងលូតញ័រខ្លាំងមែនទែនបែកញើសពេញមុខព្រោះដោយសារតែទស្សនវិជ្ជាដែលគាត់ឃើញនឹងវាសាហាវខ្លាំងពេកលុះពេលព្រឹកមកដល់គាត់ក៏បានលាងខ្លួនមួយទឹកលាក់នឹងលាក់លុបមុខដោះខ្លួនហើយមកស្អាតប្អូនស្រីរបស់គាត់ក៏ទេមកកាន់គាត់ល្មមប្អូនស្រីរបស់គាត់បានប្រាប់ថាចេះ
យាយចុងភៅនៅរោងប៉ុនហ្នឹងទទួលបានសុបិននិមិត្តមួយយាយចុងភៅហ្នឹងបានប្រាប់ថាមានតាយាយចាំដីហើយបងរបស់គាត់ហ្នឹងគឺជើងជាប់ច្រវាក់សាច់រឿងដែលស្ដាប់មកគឺប្រហាក់ប្រហែលគ្នានឹងអ្វីដែលគាត់ទើបតែយល់សពយប់មិញនេះគាត់ឮហើយគាត់ច្បាស់ក្នុងចិត្តតែម្ដងថាយប់មិញនេះអ្វីដែលគាត់បានឃើញមិនមែនត្រឹមតែជាសុបិនមិនមែនត្រឹមតែជាការសម័យរបស់គាត់ទេតែវាគឺជាការប្រាប់ដំណើរដើមតងទាំងអស់នៃសាច់រឿងគាត់បានសួរប្អូនស្រីរបស់គាត់ថាចេះអូនណាតិចបងប្រុសឯងគាត់ទិញដីគេហើយធ្វើអីអត់បានសុំគេដឹងប្អូនស្រីរបស់គាត់បានឮតែមួយម៉ាត់នឹងក៏ឆ្លើយតបកាត់យកតែម្ដងហើយប្រាប់ថាចេះហ្នឹងហើយបងអើយហ្នឹងហើយគាត់អត់ជឿរឿងអញ្ចឹងគាត់អ្នកវិទ្យាសាស្ត្រហើយគាត់មិនជឿទេរឿងអបិយជំនឿហ្នឹងគាត់បានទិញដីគេមកកន្លែងហើយទៅឈូសឆាយដីព្រៃគេហ្មងអត់មានបានសុំអត់មានបានសែនអត់មានបានអីទាល់តែសោះហើយប៉ះចំកន្លែងគេទើបបានគេខឹងអញ្ចឹងគាត់បានឮដំណឹងហើយគាត់ក៏បានប្រាប់ពីសុបិនរបស់គាត់ទៅកាន់ប្អូនស្រីរបស់គាត់គាត់ថាម្នាក់ស្រីវិញ្ញាណស្រីដែលកាច់បងប្រុសម្នាក់ហ្នឹងគឺជាអ្នកចំនួនដើមព្រោះសម្លៀកបំពាក់គ្រឿងដែលគាត់បានពាក់ជាគ្រឿងអលង្ការនេះបង្ហាញពីសម័យកាលហើយថាមិនមែននៅសម័យកាលហ្នឹងទេមានន័យថាវិញ្ញាណមួយនេះនៅលើដីមួយហ្នឹងនៅដើមឈើទាំងឡាយហ្នឹងវាយូរខែយូរឆ្នាំយូរវស្សាពេកហើយតាំងពីយើងមិនទាន់កើតទៀតទេមានទាំងមាសមានទាំងពេជ្រពេញខ្លួនតែម្ដងគឺជាវិញ្ញាណដែលមានឋានៈមិនមែនជាខ្មោចធម្មតាហ្នឹងទេហើយដីហ្នឹងពីមុនឡើយគឺព្រៃឡើងក្រាស់ថ្មឹកតែបងប្រុសបងឯងនេះទៅឈូសឆាយកន្លែងគេអស់លីងគ្មានសុំគ្មានអីទាំងអស់មិនក៏មិនសុំគេមួយម៉ាត់ទៅឃើញអត់ជឿប្របីនេះអត់ផ្សាយគេអាហ្នឹងហើយជាកំហុសរបស់បងប្រុសបងឯងទេដែលទៅប្រមាថកន្លែងគេដែលទៅបំពេញកន្លែងគេដែលឈូសឆាយដីរបស់គេហ្នឹងចឹងហើយបងសុំចិត្តកុំណាកុំឈប់ចោតប្រកាន់គេទៅហើយឈប់ប្រមាថឈប់តែជេរឈប់តែដាក់ទនាវិញ្ញាណស្រីម្នាក់ហ្នឹងទៀតត្រឹមចំណុចនេះបងអូនស្រីរបស់គាត់ហាក់ដូចជាទទួលពាក្យរបស់គាត់ចាប់ផ្ដើមបើកចិត្តចាប់ផ្ដើមទទួលហើយគាត់បានដំណើរអំពីហេតុនានាដែលកើតឡើងនៅជុំវិញក្នុងកម្មវិធីបុណ្យសពមួយហ្នឹងដែលជារឿងគួរឲ្យចាប់អារម្មណ៍មែនទែនពេលហ្នឹងបងអូនស្រីរបស់គាត់បានកាត់សម្ដីថាចេះគ្រួសារសពហ្នឹងបានរៀបតាមបែបផែនប្រពៃណីបងប្អូនចិនតែអត់ធ្វើតាមបែបខ្មែរទេដោយបងឯងបានឃើញស្រាប់ហើយតែការសំខាន់អត់បូជានៅក្នុងប្រទេសកម្ពុជាទេធ្វើបន់ហើយចប់អស់ហើយគឺដឹកសាកសពទៅសហរដ្ឋអាមេរិកដើម្បីបញ្ចុះឬបញ្ជ្រាបឲ្យទៅតាមផេះផង់តាមបែបផែនបញ្ជ្រាបចូលធរណីវិញសម្រាប់ម្ចាស់សាច់រឿងគឺគាត់ថាចេះគាត់ក៏មានចង្អុលដែរតែគាត់អត់សួរនាំច្រើនទេព្រោះមិនចង់ឲ្យពាក្យឬក៏យោបល់របស់គាត់ខ្លាចទៅជារឿងទោមនោះទៅដល់សាច់ញាតិឬក៏បងប្អូននៃសាកសពប្អូនស្រីរបស់គាត់នេះក៏បន្តសាច់រឿងប្រាប់គាត់នៅសកម្មភាពមួយទៀតហេតុការណ៍មួយទៀតគាត់ប្រាប់ថាចេះនៅក្នុងរង្វង់ដែលគាត់រាប់អានមកបាក់ទៀតហ្នឹងណាគឺមានបងស្រីម្នាក់គាត់ហ្នឹងគឺជាអ្នកប្រកាន់ជាអ្នកប្រតិបត្តិសិលខ្ជាប់ខ្ជួនខ្លាំងមែនទែនហើយគាត់គឺជាអ្នកចេះធម៌ចេះអាច្រើនពេលដែលគាត់បានចូលរួមនៅពិធីបុណ្យសពនេះបងស្រីដូចជាដឹងនៅរឿងរ៉ាវដែលបុគ្គលដែលធ្លាប់ស្លាប់ហ្នឹងតើមានរឿងអ្វីហេតុអ្វីប្រតិបត្តិបែបណាទើបបណ្ដាលឲ្យស្លាប់ហ្នឹងគាត់ហាក់ដូចជាដឹងតាមបែបញៀនរបស់គាត់ណាដូច្នេះហើយគាត់ក៏មានគោលបំណងថាចេះចង់សម្របសម្រួលដល់ដួងព្រលឹងរបស់អ្នកស្លាប់ហ្នឹងឲ្យទៅកាន់សុគតិភពកុំឲ្យទៅជាប់កម្មជាប់ពៀឬក៏ធ្វើជាបរិវារឬក៏ធ្វើជាទីញាតិនៃវិញ្ញាណខ្មោចស្រីដែលបានកាច់ហ្នឹងគាត់ចង់សូត្របាលីសូត្រធម៌លក្ខណៈហ្នឹងដើម្បីដោះចំណងកម្មដើម្បីដោះចំណងចង្វាក់ជើងចង្វាក់ដៃហ្នឹងពីខ្មោចស្រីម្នាក់ហ្នឹងពេលទៅដល់រោងបងស្រីម្នាក់ហ្នឹងគាត់បានតាំងចិត្តសូត្រអ្វីម្យ៉ាងជាធម៌ឬក៏ជាបាលីដែលអត់មានអាគេដឹងទេតែអ្នកនៅក្នុងរោងបានឃើញបងស្រីម្នាក់ហ្នឹងអោនទៅគៀកត្រចៀកខាងស្ដាំរបស់សាកសពហើយចាប់ផ្ដើមសូត្រកិច្ចមួយនេះតើបែបផែនណាគឺយើងអត់ដឹងដូចគ្នាហើយខ្ញុំក៏អត់ដឹងដែរចឹងក្នុងករណីដែលបងប្អូនទាំងអស់គ្នាដឹងសូមមេត្តា comment នៅពីក្រោមវីដេអូផងព្រោះហ្នឹងវារៀងថ្មីសាឡាងសម្រាប់ខ្ញុំហីបញ្ជាក់ណាគឺគាត់បានសូត្រនៅត្រចៀកខាងស្ដាំគាត់សូត្រចប់អីចប់ហើយគាត់ក៏ចូលតុពិសាអាហារពេលល្ងាចអង្គុយកណ្ដោរោងបានបន្តិចគាត់ក៏ដើរចេញមកវិញឡានដែលគាត់ជិះគឺជាឡានប្រភេទ Lexus ស៊េរីថ្មីហើយខ្ញុំចង់បញ្ជាក់ផងដែរដើម្បីឲ្យបងប្អូនយល់ឲ្យច្បាស់ពីស្ថានភាពមួយហ្នឹងឡានស៊េរីថ្មីតាមធម្មតាកញ្ចក់ទាំងអស់វាមិនមែនដូចឡានជំនាន់๙ទេដែលតិចទ្វារនៅពេលដែលយើងចុចឡុកសោហើយវានៅតែបើកចំហឬក៏ត្រូវទៅទាញដៃទៅក្តោបតិចហ្នឹងណាអត់ទេអញ្ចឹងជាធម្មតាគ្រប់ឡានប្រភេទថ្មីទាំងអស់មិនដឹងថាឡានស៊េរីអីគេខ្លះទេតែឲ្យតែបិទឡានហើយឬក៏បលុតឡានហើយបងប្អូនទាំងអស់គ្នាចុចសោបិទតិចនឹងក្តោបចូលអូតូបន្តិចតែឯងបងប្អូនអានឹងយើងទទួលបានទាំងអស់គ្នាទទួលដឹងទាំងអស់គ្នាណាបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនទៅបើកសោវិញវាបើកឬក៏រលាត្រឹមតែចំណុចដែលពេលបើកមុននឹងឯងត្រូវឯងបងប្អូនវាអត់អាចហួសវាអត់អាចបត់វាអត់អាចអីទេវាមានកលៈរបស់វាបើកធម្មតាបិទធម្មតាណោះតែសាច់រឿងដែលបានកើតឡើងចំពោះបងស្រីគឺជាសាច់រឿងមួយដែលវាស្ដែងខ្លាំងពេកនៅពេលដែលគាត់ដើរចេញពីតុតម្រង់ទៅឡានរបស់គាត់បានចុចបើកសោឡានរបស់គាត់តិចឡានរបស់គាត់ក៏បានរលាទៅវិញតិចខាងឆ្វេងដែលជាតកងឡានរលាត្រឹមមកកន្លែងត្រូវបើកនឹងតែម្ដងតែត្រចៀកខាងស្ដាំវារលាហួសវាហួសហាក់ដូចជាគួរតែប្រៀបធៀបថាបងប្អូនសាកទៅកាច់តិចឡានរបស់បងប្អូនណាគឺបានន័យថាអាកញ្ចក់ហ្នឹងវាមិនមែនឆ្លោះមើលក្រោយវាឆ្លោះទៅគៀនឡានវារលាហួសតែម្ដងវាដូចជាមានគេកាច់អញ្ចឹងវាស្ដែងខ្លាំងពេកវាស៊ីស្របគ្នាជាមួយនឹងអ្វីដែលគាត់បានធ្វើជាមួយសាកសពគឺទៅខ្សឹបនៅតិចខាងស្ដាំហើយតិចឡានរបស់គាត់ខាងស្ដាំនេះជាឡានស៊េរីថ្មីវារលាហួសហាក់ដូចជាមានគេកាច់រឿងហេតុមួយទៀតនៅត្រង់ចំណុចនេះប្អូនស្រីរបស់គាត់ក៏បានដំណើរនៃសាច់រឿងមួយទៀតមកកាន់បងប្រុសដូចគ្នាគាត់ថាបងធម៌របស់គាត់នេះ
តែជាអ្នកស្លាប់នេះគាត់មានអាហារដ្ឋានបែបជប៉ុនបែបកូរ៉េមួយកន្លែងធំមែនទែននៅក្នុងរាជធានីភ្នំពេញហើយក៏ជាអាហារដ្ឋានដែលល្បីដែរគាត់គឺជាអ្នកគ្រប់គ្រងអាហារដ្ឋានទាំងមូលតែម្ដងដោយសារតែការបាត់បង់ជីវិតរបស់គាត់ហ្នឹងវាមានសភាពភ្លាមពេកក្រុមគ្រួសារមិនដឹងថាតើគួរចាត់ចែងបែបណាជាមួយនឹងហាងមួយហ្នឹងទាំងមិនមានអ្នកណាម្នាក់មានបទពិសោធន៍ក្នុងការបើកហាងនោះឡើយគឺមានតែបងប្រុសម្នាក់ហ្នឹងទេអញ្ចឹងមិនដឹងថាមានចំណាត់ការបែបណាក៏សម្រេចចិត្តឲ្យហាងមួយហ្នឹងវាបើកមួយរយៈទៅប្អូនស្រីរបស់គាត់បានដំណើរថាចេះនៅពេលដែលបើកហាងហ្នឹងវាមិនទាន់ដល់ម៉ោងបើកនៅឡើយទេបុគ្គលិកនៅក្នុងហាងកំពុងតែរៀបចំហាងមិនទាន់មានភ្ញៀវណាម្នាក់មានវត្តមាននៅក្នុងហាងនោះឡើយបងប្អូននៃសាកសពបានធ្វើដំណើរទៅញ៉ាំអីនៅហាងរបស់បងប្រុសមួយហ្នឹងពួកគាត់បានចូលទៅក្នុងបន្ទប់ VIP ជាបន្ទប់ឯកជនដែលមានខណ្ឌឡប់ឡាគាត់មានបន្ទប់មានអីមកនិយាយការងារស៊ីជម្រៅបានឬនិយាយការងារសម្ងាត់បានគឺនៅក្នុងបន្ទប់ហ្នឹងតែម្ដងគឺវាដាច់បន្លាយពីអ្នកដតីតែមានឡប់ឡាយមួយរបៀបជប៉ុនរបៀបកូរ៉េខ្ញុំជាថាបងប្អូនប្រហែលជាដឹងច្រើនហើយពួកគាត់នៅពេលដែលអង្គុយក៏ចាប់ផ្ដើមនិយាយថាចេះអើយអាណិតដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់បងយើងប្អូនយើងដែលស្លាប់នេះมันគួរណាសោះមិនក៏ខ្មោចស្រីមួយនឹងដាច់ចិត្តក៏កាចសាហាវមកម៉េះក៏ព្រៃផ្សៃមកម៉េះមិនក៏ឆក់យកជីវិតបងប្អូនយើងអញ្ចឹងវាមនុស្សល្អណាស់ចេះចោះមួយចេះពីរអញ្ចឹងទៅនិយាយបានត្រឹមតែប៉ុណ្្នឹងស្រាប់តែឡប់ឡាដែលនៅចិត្តពួកគាត់នេះទាំងគ្មានមនុស្សតល់តែសោះបាញ់ចេញសម្លេងដូចមានគេទះមួយទំហឹងចឹងផាំងដែលធ្វើឲ្យអ្នកនៅក្នុងតុទាំងអស់ហ្នឹងគឺភ្ញាក់ព្រឺតែម្ដងហើយមានម្នាក់ស្ទុះទៅមើលនៅក្រោយឡប់ឡាហ្នឹងខៃលោមានមនុស្សខៃលោអីចឹងឬក៏ធ្លាក់ឲ្យបានអីចឹងគឺមិនមានតល់តែសោះវាហាក់ដូចជាសញ្ញាមួយដែលបង្ហាញប្រាប់ពួកគាត់ថាកុំចោទប្រកាន់គេផ្ដេសផ្ដាស់ឲ្យសោះកាត់ចូលដល់ក្រោយពេលដែលគ្រួសារសពបានធ្វើអ្វីទាំងអស់បានបញ្ចប់កម្មវិធីទាំងអស់ហើយដឹកសាកសពយកទៅសហរដ្ឋអ្វីទាំងអស់គឺបានបញ្ចប់ហើយរំលងពីពិធីបុណ្យសពប្រហែល1សប្តាហ៍ក៏ជាពេលវេលាប្រហែលជាសល់5ថ្ងៃទៀតដល់ដាច់ខែម្ចាស់សាច់រឿងគាត់តលុយមានន័យថាគាត់អ្នកធ្វើការអញ្ចឹងចាយសល់ថ្ងៃនៅសល់5ថ្ងៃទៀតទៅដាច់ខែឥឡូវនឹងនៅក្នុងកងធនាគាររបស់គាត់ក៏អត់មានដែរវាចាយដនអីវាសម្បូរនៅការសម្បូរកម្មវិធីខួបកណ្ដាលសម្បូរនៅអីអញ្ចឹងវាច្រើនមែនទែនដែលជាទម្លាប់របស់គាត់តែម្ដងគាត់មិនដែលស្លៀកពាក់ជាន់គ្នាម្ដងនោះទេគឺពីមួយកម្មវិធីទៅមួយកម្មវិធីគាត់មានសម្លៀកបំពាក់ថ្មីរហូតមិនដែលពាក់ជាន់គ្នានោះឡើយនេះគឺជាសេចក្តីសុខរបស់គាត់នៅការទិញទំនិញនៅការទិញកៅអៅចូលរួមនៅក្នុងកម្មវិធីនានាប៉ុន្តែដោយសារតែគាត់ចាយសល់ថ្ងៃដូច្នេះហើយគាត់ក៏ពិបាកចិត្តមែនតើគាត់មើលមកកងធនាគាររបស់គាត់តួលេខវាទាបខ្លាំងពេកហើយសល់លុយតិចខ្លាំងពេកតើធ្វើមិនទៅគាត់ពិបាកចិត្តមែនតើគាត់មិនដឹងថាធ្វើមិនទៅបានលុយមកពីណាទៅកោះកាយមកពីណាដើម្បីបានទិញសម្លៀកបំពាក់ថ្មីអីចឹងទៅគិតបានតែត្រឹមប៉ុណ្្នឹងគាត់ក៏បានសាកល្បងផ្សងលេងផ្សងទៅអ្នកណាគឺផ្សងទៅវិញ្ញាណខ្មោចស្រីដែលបានបង្ហាញខ្លួននៅក្នុងសុបិនរបស់គាត់ហើយក៏ជាវិញ្ញាណដែលកាច់យកបងធွာពីប្អូនធွာរបស់គាត់នឹងឯងគាត់ហៅវិញ្ញាណស្រីហ្នឹងថាបងទេពគាត់ដាក់ឈ្មោះក្រៅណាគាត់ក៏បន់ស្រន់លេងគាត់ថាចេះបងទេពអើយបងទេពបើបងឯងមានពិតជួយឲ្យគេនេះឲ្យលុយខ្ញុំចាយខ្លះមកព្រោះឥឡូវហ្នឹងខ្ញុំអត់មានលុយទេខ្ញុំត្រូវចូលរួមកម្មវិធីទៀតឥឡូវខ្ញុំអត់លុយទេឥឡូវបងឯងមានពិតមែនសូមមេត្តាឲ្យមានណាគេម្នាក់តម្លាក់លុយឲ្យខ្ញុំចាយមកគាត់និយាយបែបប្រហើរបៀបនិយាយលេងហ្នឹងសាកលេងមើលគ្មានចិត្តពិចារណាមួយថាវិញ្ញាណនឹងនៅតាមគាត់ទៀតទេវិញ្ញាណនឹងលឺទេគាត់អត់មានចិត្តអីទាំងអស់គឺគាត់និយាយប្រហើលេងលៀបលេងអញ្ចឹងទៅនិយាយភ្លាមចាប់ភ្លាមរំលងមិនដល់3នាទីផងស្រាប់តែមានអ្នករាប់អានគាត់ម្នាក់ដែលនៅឯផ្នែកជ្រៃធំខានតាក់ទងគាត់យូរមែនតើជាប្អូនស្រីដែលរាប់អានគ្នាខានតាក់ទងគាត់កាន់ខែកាន់ឆ្នាំហីសុកក៏បានទេតាក់ទងមកគាត់ប្អូនស្រីរបស់គាត់នឹងបានសួរសុកទុកគាត់ហើយប្រាប់ថាចេះអូយឥឡូវនេះខ្ញុំរកបានណាបងអើយខ្ញុំសម្បូរលុយចាយណាហើយបងឯងនេះធ្លាប់ជួយខ្ញុំណាជួយយកអាសាខ្ញុំណាជួយខ្ញុំមិនដែលប្រកាន់អីទេទាំងអត់មានអ្នកគេជួយខ្ញុំក៏មានតែបងឯងម្នាក់ទេដែលជួយខ្ញុំគ្មានស្អីទៅតបស្នងមួយបងឯងវិញទេឥឡូវបងឯងមានកងធនាគារអត់មាន QR អត់ផ្ញើខ្ញុំមកខ្ញុំបាញ់លុយឲ្យបងឯងចាយចាត់ទុកថាវាសគុណតិចតួចនៃទឹកចិត្តដែលខ្ញុំស្រឡាញ់បងឯងដែលគោរពបងឯងទៅគាត់លឺហើយគាត់រៀងភ្ញាក់ព្រឺដែរគាត់ហាក់ដូចជាចុំនិយាយលេងសោះបានមែនតើគាត់ក៏សាកបន្ថយសិនផ្ញើ QR ទៅឲ្យគេណាច្រើនណាស់គេឲ្យ20រៀល50រៀលឯងច្រើនបំផុតថា100ចុះក្នុងប៉ុណ្្នឹងចុះវាមិនគ្រប់នឹងក្នុងការយកគាត់ចូលកម្មវិធីទេតែនៅពេលដែលគាត់បាញ់ QR ទៅគេបានវេលុយមកឲ្យគាត់វិញបរិមាណដែលគាត់ទទួលបានគឺគាត់ស្ទើរតែមិនជឿព្រោះវាជាបរិមាណមួយគួរតែនិយាយថាមិនមែនមកគ្រប់ញ៉ាំឬក៏មកគ្រប់ទិញកៅអៅទេតែបរិមាណមួយដែលអាចឲ្យគាត់ទិញសម្លៀកបំពាក់និងចូលរួមនៅក្នុងកម្មវិធីដោយអត់ខ្វល់ចំនួន 4-5 កម្មវិធីអញ្ចឹងខ្ញុំមិនដឹងថាតើបរិមាណហ្នឹងប្រហែលទេគាត់ក៏មិនបញ្ជាក់ដែរតែគាត់បានបញ្ជាក់បែបហ្នឹងអញ្ចឹងបើខ្ញុំអាចសម័យបានវាលើសពី2-300ហើយមើលទៅវាអាចច្រើនជាងហ្នឹងដែលវាចោទជាសំណួរមួយថានៅលើលោកហ្នឹងមានរឿងគាត់ជួនអញ្ចឹងដែររាប់អានគ្នាណាបាញ់លុយឲ្យគ្នាច្រើនអញ្ចឹងហើយបាញ់ឲ្យតទេមិនមានចងការមិនមានការខ្ចីមិនមានអីគឺឲ្យតែម្ដងតើនេះជារឿងចៃដន្យឬក៏យ៉ាងណាចាប់ពីពេលនោះមកគ្រប់ពេលដែលគាត់បានធ្វើបុណ្យមិនថាទីកន្លែងណានៅកន្លែងណាទេមិនថានៅក្នុងវត្តឬក៏ជាការដាក់ទាននៅខាងក្រៅទេគាត់តែងតែរំលឹកនិងឧទ្ទិសកុសលទៅដល់វិញ្ញាណខ្មោចស្រីនោះជានិច្ច
ដោយគាត់បានដាក់ឈ្មោះឲ្យវិញ្ញាណនោះថាបងទេពអ្វីដែលគាត់ជឿគាត់ថាអញ្ចេះវិញ្ញាណខ្មោចស្រីមួយនោះធ្វើល្អជាមួយគាត់គោរពគាត់ស្រឡាញ់គាត់ឬក៏ថែរក្សាគាត់ដោយសារតែគាត់មិនបានស្ដីបន្ទោសទៅកាន់វិញ្ញាណស្រីដែលបានកាច់យកបងធររបស់ប្អូនរបស់គាត់នឹងគាត់ជឿជាក់ថាអ្វីទាំងអស់សុទ្ធតែមានហេតុនិងផលសុទ្ធតែជាអំណាចកម្មអញ្ចឹងហើយការបាត់បង់ជីវិតនេះมันអាចបន្ទោសបាននោះឡើយมันអាចចាប់ថ្នាក់ថាអូម្នាក់នឹងអាក្រក់ណាស់ហេតុតែជាខ្មោចអញ្ចឹងហើយចោទប្រកាន់លើខ្មោចទាំងស្រុងតែម្ដងថាខ្មោចជាអ្នកខុសទៅកាច់យកគេឲ្យស្លាប់អីអញ្ចឹងទៅតែគាត់បែរជាមានអារម្មណ៍ថាបងប្រុសដែលបានបាត់បង់ជីវិតនោះទទួលនៅអ្វីដែលខ្លួនបានបំពេញចាប់ពីពេលនោះមកអ្វីក៏ប្រែមកធម្មតាវិញហើយគាត់រស់នៅបែបធម្មតារំលងមកដល់ពេលបច្ចុប្បន្នរាប់តាំងពីឆ្នាំនោះរហូតមកដល់ពេលបច្ចុប្បន្ននេះគាត់មិនដែលនឹកនាដល់វិញ្ញាណស្រីម្នាក់នោះឡើយមិនដែលតតែសោះគាត់ក៏មិនដែលបានសាកល្បងផ្សងអីដែរគឺអត់ទេជីវិតរបស់គាត់គឺប្រក្រតីទៅតាមបែបធម្មតាតែក្នុងពេលបច្ចុប្បន្ននេះគាត់កំពុងតែរស់នៅក្នុងប្រទេសកាណាដាហើយក្នុងបច្ចុប្បន្ននេះគាត់បានតាក់ឬក៏មានបញ្ហាដោះស្រាយមិនចេញទាល់តែសោះជាបញ្ហាដែលសំខាន់ឧទាហរណ៍ថាយក license បើកបរអញ្ចឹងទៅឬក៏ងានឹងស្រួលពេកឧទាហរណ៍ថាការងារណាមួយដែលគាត់ដាក់ពាក្យតែអត់ទាន់ទទួលដំណឹងហើយគាត់ត្រូវការងារហ្នឹងគាត់ស្រឡាញ់ខ្លាំងណាស់នៅប្រទេសកាណាដាហ្នឹងឧទាហរណ៍ថាអញ្ចឹងចុះដែលមានបេក្ខភាពរាប់សិបអ្នករាប់រយអ្នកដែលកំពុងតែដាក់នៅក្នុង position មួយហ្នឹងនៅក្នុងតួនាទីមួយហ្នឹងគឺពិបាកខ្លាំងមែនទែនគាត់រកគ្រប់វិធីហើយតែអត់មានផ្លូវចេញទាល់តែសោះគាត់ក៏សាកផ្សងទៅម្ដងទៀតនៅពេលនោះគឺវេលាម៉ោង 2 រសៀលគាត់បានឈរនៅមុខផ្ទះហើយបន់សងតែចេះបងទេពអើយឥឡូវហ្នឹងខ្ញុំជួបបញ្ហាដោះអត់ចាញ់ទេបើសិនជាបងមានពិតសូមជួយខ្ញុំផងហើយខ្ញុំសូមឧទ្ទិសនៅបុណ្យកុសលរបស់ខ្ញុំទាំងអស់ជូនទៅបងមួយម៉ាត់ត្រឹមតែប៉ុណ្្នឹងទេបងប្អូនរឿងអច្ឆរិយៈក៏បានកើតឡើងក្នុងថ្ងៃតែមួយវេលាម៉ោង 2 រសៀលដែលគាត់បានបន់សងតែវេលាម៉ោង 5 ល្ងាចស្រាប់តែគាត់បានទទួលដំណឹងវាល្អហួសពីការស្មានវាល្អពេកតែគាត់មិនអាចរំពឹងថាលទ្ធផលនឹងវាអាចចេញដល់ថ្នាក់ហ្នឹងទេព្រោះដើម្បីបញ្ចប់ការងារនឹងបានវាត្រូវការមួយដំណាក់ទៅមួយដំណាក់ឧទាហរណ៍ថាជំហានទី1ផុតពីជំហានទី1យើងត្រូវឆ្លងកាត់ជំហានទី2ទី2ទី3ទី3ទី4ត្រូវឆ្លង5ជំហានទៅបានលទ្ធផលតែនេះគាត់ធ្វើបានតែជំហានទី1ស្រាប់តែចេញលទ្ធផលតែម្ដងហើយជាលទ្ធផលដែលគាត់នឹកស្មានមិនដល់ដែលគាត់មិនអាចរំពឹងទុកបានថាវាល្អបែបហ្នឹងហើយនេះគឺជារឿងរ៉ាវទាំងអស់របស់គាត់យ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់រឿងរ៉ាវមួយនេះវាថ្មីស្រឡាងព្រោះដោយសារតែជាធម្មតាបងប្អូនទាំងអស់គ្នាបានចែករំលែកមកកាន់ខ្ញុំគឺតែងតែនិយាយឧទាហរណ៍ថាបើមានបុគ្គលម្នាក់ដែលស្លាប់ដែលជាបងប្អូនឬក៏សាច់ញាតិឬក៏មិត្តភក្តិអញ្ចឹងត្រូវបានខ្មោចកាច់គាត់ពួកតែងតែនិយាយថាអូបានធ្វើអីគេខ្លះទៅបានខ្មោចកាច់ឬក៏បានដាក់កំហុសទៅកាន់ខ្មោចទៅកាន់អីចឹងទៅកាន់ព្រាយឬក៏អមនុស្សអីចឹងទៅតែចម្លែកតែសាច់រឿងមួយនេះម្ចាស់សាច់រឿងបានបង្ហាញពីទស្សនៈមួយទៀតបានបង្ហាញពីការយល់ឃើញមួយទៀតដែលវាថ្មីស្រឡាងតែម្ដងសម្រាប់ខ្ញុំជាអ្នកយកសាច់រឿងមកបកស្រាយហ្នឹងវាថ្មីពេកណាបងប្អូនគាត់មិនបានចោទតែគាត់បានស្វែងយល់ពីឫសគល់នៃបញ្ហាហើយការស្វែងយល់គ្រាន់តែមានគំនិតថាគេមិនមែនខុសទេអ្វីទាំងអស់សុទ្ធតែមានមូលហេតុគាត់បានឃើញនៅរឿងរ៉ាវទាំងអស់គាត់បានឃើញនៅរឿងរ៉ាវដើមហេតុដើមចមនៃការស្លាប់មួយនោះគាត់មិនមានអារម្មណ៍ខឹងមិនមានអារម្មណ៍ទួមនោះតែគាត់បែរជាមានអារម្មណ៍ថាយល់ហេតុនិងយល់ផលអ្វីកើតឡើងសុទ្ធតែមានហេតុនិងមានផលអមនុស្សម្នាក់នេះបានធ្វើបាបធ្វើទារុណទៅកាន់សាច់ញាតិជាការលងបន្លាចជាការអីប៉ុន្តែបែរជាមកជួយគាត់វិញតែក្នុងកលៈទេសៈមួយនេះបងប្អូនបានរៀនអ្វីខ្លះបានយល់ដឹងអំពីអ្វីខ្លះហើយខ្ញុំគាំទ្រគាត់មែនទែននៅលើលោកនេះបើសិនជាមានអមនុស្សតាមមានខ្មោចតាមមានព្រាយធ្វើលាក់នឹងលាក់ផលទាំងឡាយដែលបានកើតឡើងគឺសុទ្ធតែមានហេតុវាមិនដែលសុកគេតាមយើងទេលុះត្រាតែយើងទៅបំពេញគេដោយការប្រមាថដោយកាយវិការដោយចិត្តឬក៏ដោយសម្ដីដោយប្រការណាមួយយើងទៅប៉ះគេទៅបានគេមករករឿងយើងបើតាមតែអ្វីដែលយើងរស់នៅតាមបច្ចុប្បន្ននេះគ្មានអ្នកណាទៅរករឿងបងប្អូននោះទេអញ្ចឹងហើយគ្រប់រឿងអបិយជំនឿទាំងអស់សូមបងប្អូនទាំងអស់មេត្តាពិចារណាហើយពិចារណាទៀតវាហាក់ដូចជាការឆ្លោះគ្នានៅខាងក្រៅអញ្ចឹងធម្មតាបើបុគ្គល A និងបុគ្គល B ឆ្លោះគ្នាបុគ្គល A មករៀបរាប់គឺតែងតែចោទប្រកាន់ថាបុគ្គល B ជាអ្នកខុសហើយបុគ្គល B ក៏តែងតែចោទប្រកាន់ថាបុគ្គល A ជាអ្នកខុសដែរបើសិនជាយើងជាអ្នកស្ដាប់យើងប្រកាសជាកាន់ជើងអ្នកដែលមកប្រាប់យើងហើយអញ្ចឹងក្នុងករណីហ្នឹងវិធីដែលល្អបំផុតបងប្អូនសូមមេត្តារក្សានៅត្រង់ចំណុចកណ្ដាលឧទាហរណ៍ថាអ្វីដែលខ្ញុំតែងតែធ្វើណានៅពេលដែលរឿងហេតុមួយកើតឡើងគេមកប្រាប់ខ្ញុំថាអូម្នាក់នេះចេះធ្វើអញ្ចឹងដាក់ខ្ញុំថាមិនបាច់ចេះមកប្រាប់រឿងរ៉ាវទាំងអស់មកកាន់ខ្ញុំបាននិយាយទៅចេះទៅគេហើយគេបានឆ្លើយអញ្ចឹងមកខ្ញុំមកមិនបាច់កុំនិយាយអញ្ចឹងប្រាប់ខ្ញុំវិញថាពេលនោះនិយាយបែបណានិយាយឲ្យដូចអ្វីដែលបាននិយាយនៅពេលហ្នឹងហើយឧទាហរណ៍ថាអញ្ចឹងពាក្យថាអត់អីទេខ្ញុំទៅញ៉ាំបាយផ្ទះក៏បានដែរឥឡូវបើខ្ញុំនិយាយចេះទៅបងប្អូនទាំងអស់គ្នាស្ដាប់មកវារៀងស្មើត្រូវទេចុះខ្ញុំថាអត់អីទេញ៉ាំបាយផ្ទះក៏បានដែរវាទៅជាសម្ដីមួយទៀតអញ្ចឹងក្នុងករណីហ្នឹងហើយសកម្មភាពទាំងអស់នេះដែលជាហេតុដែលជាចំដែលជាដើមកំណើតនៃបញ្ហាទាំងអស់នោះបងប្អូនបើសិនជាយើងវិនិច្ឆ័យរឿងគេឬក៏វិនិច្ឆ័យនៅរឿងរ៉ាវទាំងអស់ដោយមិនយល់ពីដើមចំដោយមិនយល់ស៊ីជម្រៅនៅបញ្ហានោះទេមិនសូមបងប្អូនទាំងអស់គ្នាកុំឈរតាមម្ខាងឲ្យសោះពិចារណាហើយពិចារណាទៀតដោយរឿងអបិយជំនឿអញ្ចឹងសង្ឃឹមថាមេរៀនមួយនេះវាអាច
បង្ហាញអ្វីមួយថ្មីជ្រើងតែម្ដងជូនទៅបងប្អូនទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះខ្ញុំមានតែមួយសាច់រឿងនេះទេបងប្អូនប្រហែលជាឆ្ងល់ហើយព្រោះនៅពេលនេះខ្ញុំកំពុងតែធ្វើដំណើរទៅសហរដ្ឋហើយពីពេលនេះគឺមានសាច់រឿងខ្លីៗខ្ញុំមិនអាចធ្វើវីដេអូ full បានទេមិនអាចធ្វើវីដេអូលើស1ម៉ោងបានទេចឹងអ្វីដែលខ្ញុំអាចចែករំលែកជូនបងប្អូនបានគឺខ្លីៗតាមតែប៉ុណ្ណេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តហើយសាច់រឿងមួយនេះពិតជានាំនៅអ្វីមួយជាជ្រុងម្ខាងទៀតជូនទៅបងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រនំប៉័ងហោះបើសិនជាបងប្អូនទាំងអស់គ្នាចង់បាននំប៉័ងប៉ាតេដែលឆ្ងាញ់មែនទែនខុសពីរសជាតិដែលបងប្អូនធ្លាប់ញ៉ាំពាក្យថានំប៉័ងប៉ាតេណាតែនេះមិនមែននំប៉័ងប៉ាតេទេតែជានំប៉័ងហោះសូមកុំភ្លេចគាំទ្រកម្មវិធីជាអ្វីតាមរយៈនំប៉័ងហោះបងប្អូនអាចតាក់ទងបានតាម Facebook Page នំប៉័ងហោះបានហើយអរគុណមែនទែនសម្រាប់ការបរិច្ចាគរបស់បងប្អូនតាំងពីដើមរហូតដល់ពេលនេះគ្រប់អេពីសូតបងប្អូនតែងតែបរិច្ចាគថវិកាមិនថាតិចមិនថាច្រើនមកដល់កម្មវិធីហើយខ្ញុំអរគុណខ្លាំងមែនទែនអរគុណសម្រាប់សេចក្តីស្រឡាញ់របស់បងប្អូនអរគុណមែនទែនសម្រាប់ការរាប់អានរបស់បងប្អូនពីពេលនេះខ្ញុំបាទវិទូសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយទៀត